សូមក្រាបថ្វាយបង្គំនិងចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទនេះគឺជាទិដ្ឋភាពមួយរៀបចំពិធីនៃអង្គរមហាសង្ក្រាន្តនៅខេត្តសៀមរាបយើងនេះជាទស្សនីយភាពក្បួនដង្ហែនៃវប្បធម៌របស់ខ្មែរយើងទៅលើសម្លៀកបំពាក់ណាទៅតាមសម័យកាលនីមួយដោយមានមួយក្រុមនេះណាកណាលំចាស់ក៏ដូចជាញាតិញោមណាដែលបានជើញចូលរួមទីកន្លែងនោះផ្ទាល់ក្តីដែលបានមើលទៅតាមទស្សនីយភាពប្រព័ន្ធបច្ចេកវិទ្យានឹងក្តីគឺបានជ្រួលជ្រាបហើយថាវប្បធម៌អរិយធម៌ប្រពៃណីជាតិខ្មែរយើងនឹងមានលក្ខណៈសន្តានអីយ៉ាងណានោះគឺយើងបានដឹងការដឹងនេះគឺដឹងទៅលើញាតិញោមដែលវ័យចាស់60នោះទេដល់ឡែកយុវវ័យយើងបច្ចុប្បន្នកាលនេះគឺគាត់មិនបានជាជ្រួលជ្រាបនៅវប្បធម៌ជាពិសេសតាក់ទងទៅនឹងការសម្លៀកពាក់នឹងតែម្ដងដោយទិដ្ឋភាពនេះជាដើមគឺគេរៀបចំណាជាក្បួនដង្ហែស្លៀកពាក់អប្សរារបាំផ្សេងនៅក្នុងព្រឹត្តិការណ៍មហានគរ